អាគារ J Tower ទី2 គឺជាខុនដូដែលមានកម្ពស់43ជាន់ដ៏លេចធ្លោមួយដែលមានទីតាំងស្ថិតនៅចំកណ្ដាលនៃខណ្ឌបឹងកេងកងទី1នៃរាជធានីភ្នំពេញអាគារមួយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន Tainichu Assetment Co Ltd វាជាសក្ខីភាពនៃការរចនាស្ថាបត្យកម្មបែបទំនើបនិងបានផ្ដល់នូវបទពិសោធន៍រស់នៅដ៏ប្រណិតនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាអាគារ J Tower ទី2បានផ្ដល់នូវភាពងាយស្រួលដល់អតិថិជនរបស់ខ្លួននៅភាពងាយស្រួលផ្សេងៗជាច្រើនដែលស្ថិតនៅក្បែរស្ថានទូតសាលារៀនអន្តរជាតិភោជនីយដ្ឋានហាងកាហ្វេនិងហាងលក់ទំនិញនានាដែលធ្វើឲ្យវាក្លាយជាទីតាំងដ៏គួរចាប់អារម្មណ៍នៅក្នុងការរស់នៅរបស់ប្រជាជនកម្ពុជានិងជនបរទេសអាគារ J Tower ទី2មានកម្ពស់189ម៉ែត្រស្មើនឹងចំនួន43ជាន់និងលំនៅឋានមានសរុបរហូតដល់228យូនីតខុនដូដែលបានផ្ដល់ជូនដែលមានចាប់ពីຂະຫນາດ2បន្ទប់គេងដល់3បន្ទប់គេងដែលមានទំហំចន្លោះពី65ម៉ែត្រការ៉េរហូតដល់153ម៉ែត្រការ៉េអ្នករស់នៅក្នុងអាគារ J Tower ទី2អាចរីករាយជាមួយនឹងឈុតសម្ភារៈបរិក្ខារទំនើបរួមមានកន្លែងហាត់ប្រាណសៃវៀនប្រដាល់ហាងកាហ្វេសួនកុមារបន្ទប់លេង Snooker និងកន្លែងវាយកូនឃ្លីនៅលើតុ Sky Bar និងអាងហែលទឹកស្ថិតនៅជាន់ទី42សន្តិសុខ24ម៉ោងជាមួយនឹងការចេញចូលដោយប្រើកាតសុវត្ថិភាពដែលមានជណ្ដើរយន្តចំនួន4យូនីតនៅ J Tower ទី2មានតម្លៃចាប់ពី$183,645ក្នុងមួយយូនីតយូនីតជួលមានចំនួន2បន្ទប់គេងជាមួយនឹងតម្លៃចាប់ពី$1,200នៅក្នុងមួយខែតម្លៃអាចប្រែប្រួលអាស្រ័យទៅលើកម្រិតជាន់ទីតាំងយុទ្ធសាស្ត្ររបស់ J Tower ទី2គួបផ្សំនឹងបរិក្ខារដ៏សម្បូរបែបនិងការបដិញ្ញាចិត្តចំពោះគុណភាពចាត់ទុកវាជាជម្រើសដ៏ចម្បងសម្រាប់ការរស់នៅក្នុងទីក្រុងនៃរាជធានីភ្នំពេញប្រទេសកម្ពុជាជួបខ្ញុំនៅវីដេអូបន្ទាប់សូមអរគុណសម្រាប់ការទស្សនា